មានតែចាត់តាមកម្មវិធីខ្ញុំបាទសូមតែការអនុញ្ញាតចាប់តាមកម្មវិធីដូចបងទៅសូមគោរពវត្តមានគណៈសមាជិកដែលអញ្ជើញបាទចូលរួមក្នុងកម្មវិធីសូមគោរពឯកឧត្តមសុខបុរាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិបោះស្រាយវិវាទក្រៅរបបតុលាការតំណាងអង្គពុះឯកឧត្តមការរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រនិងជាប្រធានអាជ្ញាធរជាតិបោះស្រាយវិវាទក្រៅរបបតុលាការទីក្រុងអង្គពុះសូមអបអរសាទរទើបមានឱកាសដ៏មានតម្លៃនេះអាជ្ញាធរជាតិបោះស្រាយវិវាទក្រៅរបបតុលាការមានកិត្តិយសរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិបោះស្រាយវិវាទក្រៅរបបតុលាការអង្គមន្ត្រីនិងអង្គភាពពាក់ព័ន្ធជំនាញជុំវិញខេត្តបៃលិននេះឱកាសនេះកម្មវិធីបន្តទៅតាមមានកិត្តិយសសូមការគោរពអញ្ជើញលោកលោកលើអភិបាលរងនៃគណៈអភិបាលខេត្តបៃលិនជាតំណាងរបស់ពុះលោកជំទាវមណ្ឌលបាទស្រីបងអភិបាលនៃគណៈអភិបាលខេត្តបៃលិនអញ្ជើញផ្នែកសន្តិរដ្ឋាស្វាគមន៍សូមគោរពអញ្ជើញបាទជាបឋមជំបាទសូមសម្ដែងការគោរពឯកឧត្តមសុខបុរាអគ្គលេខាធិការរងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពឯកឧត្តមជាចន្ទិនប្រធានក្រុមប្រឹក្សាខេត្តជាទីគោរពសូមគោរពឯកឧត្តមលោកទាវអស់លោកស្រីអង្គសិក្ខាសាលាទាំងមូលជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះចំបានមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយពីដំណើរបេសកកម្មរបស់ក្រុមការងារអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះឱកាសនេះកម្មវិធីនេះគឺជាកម្មវិធីមួយដ៏មានសារៈសំខាន់បំផុតសម្រាប់តម្រូវការចាំបាច់របស់សាធារណជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗក្នុងនាមរដ្ឋបាលខេត្តបៃលិនក្នុងនាមលោកជំទាវបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្ដែងនៅការគោរពស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអាដាមសុខបុរាអគ្គលេខាធិការរងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតំណាងដល់ខ្ពង់ខ្ពស់អាដាមឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលបានផ្ដល់កិត្តិយសជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដល់មន្ត្រីរាជការតាមម្ដាមទីអង្គភាពអាជ្ញាធរនៅក្នុងខេត្តបៃលិននេះឱកាសនេះទីពេញបន្តខ្ញុំបានមានកិត្តិយសដល់ពុះសូមទៅការរួមអញ្ជើញឯកឧត្តមសុខបុរាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតំណាងដល់ពុះឯកឧត្តមការរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រនិងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាផ្នែកសន្តិរដ្ឋាភិបាលកម្មវិធីសូមគោរពអញ្ជើញថ្ងៃនេះដោយទទួលបានការអនុញ្ញាតពីឯកឧត្តមការរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងជាប្រធាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាលជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីអង្គភាពពាក់ព័ន្ធជុំវិញខេត្តបៃលិនទាំងមូលក្នុងនាមអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបៃលិនដែលបានផ្ដល់កិច្ចសហការយ៉ាងល្អក្នុងការរៀបចំកម្មវិធីនៅពេលនេះនិងសូមអរគុណដល់វត្តមានឯកឧត្តមគណៈទឹកដីអស់លោកស្រីដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយនេះឱកាសព្រឹកនេះខ្ញុំគិតថានេះជាឱកាសមួយរបស់ឯកឧត្តមអស់លោកស្រីដែលរាជរដ្ឋាភិបាលបានបង្កើតនៅយន្តការថ្មីនេះហើយសូមជម្រាបផងដែរថាមកទល់ម៉ោងនេះនៅតែមានអ្នកយល់ច្រឡំថាអដកនេះជាស្ថាប័នមួយស្ថិតនៅក្រោមក្រសួងយុតិធម៌តាមពិតមិនមែនទេបាទអញ្ចឹងអដកនេះគឺជាយន្តការថ្មីមួយដែលរៀបចំគំនិតព្រួយបារម្ភមកកើតឡើងដោយប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចបវរធិបតីយុរដ្ឋមន្ត្រីបាទដែលលោកបានដាក់ទិសដៅ3ឲ្យក្រសួងយុទ្ធភ័ពធ្វើទី1បង្កើតយន្តការអដកនេះ
បាទដើម្បីជាជំរឿនទៅបំពេញបន្ថែមនៅយន្តការដែលមានស្រាប់បាទយន្តការបាទរដ្ឋបាលខេត្តរដ្ឋបាលក្រុងស្រុករដ្ឋបាលឃុំសង្កាត់ធ្លាប់ដោះស្រាយរឿងយ៉ាងម៉េចគឺនៅដោះដដែលបាទអញ្ចឹងយន្តការអដកនេះមិនទៅជំនួសឲ្យយន្តការដែលមានស្រាប់នោះទេផ្ទុយទៅវិញយន្តការអដកគឺទៅបំពេញបន្ថែមនៅចំណុចខ្វះខាតរបស់អស់លោកស្រីនៅមូលដ្ឋានបច្ចុប្បន្ននេះសូមជម្រាបជូនឯកឧត្តមគណៈធិបតីឲ្យលោកស្រីជាតិផងដែរថាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីក៏ដូចជាអឺរ៉ុបបាទគេមានយន្តការច្រើនណាស់គេថាពោពេញដោយយន្តការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប៉ុន្តែកិច្ចព្រមព្រៀងអត់មានអនុភាពអនុវត្តដោយកិច្ចព្រមព្រៀងដែលចេញដោយអដកនៅកម្ពុជាយើងទេបាទអញ្ចឹងបរទេសថៃកម្ពុជាសរសើរទៅមកបង្កើតក្រោយគេប៉ុណ្ណាខ្លាំងបាទរឿងក្តីមួយចំនួនបើតាមនីតិវិធីតុលាការរឿងខ្លះ 3-4 ឆ្នាំរឿងខ្លះមានដល់10ឆ្នាំក៏មានដែរប៉ុន្តែអដកតែត្រូវគ្នាសញ្ញេខ្វោកបាយត្រាពុកទុកពេលឲ្យតែ30ថ្ងៃបើមានភាគីទី3ណាពាក់ព័ន្ធប្រយោជន៍គាត់អាចប្តឹងជំទាស់បើអត់ទេកិច្ចព្រមព្រៀងនេះអាចអនុវត្តបានក្រោយ30ថ្ងៃហើយបិទផ្លូវតបាទអត់មានប្តឹងទៅអតទៅកពូទៀតទេបាទនេះជាចំណុចមួយសំខាន់ណាស់ដែលរាជរដ្ឋាភិបាលលោកគិតថាជាការចំណេញដល់ប្រជាពលរដ្ឋបាទបើលោកអត់ចង់ឲ្យប្រជាពលរដ្ឋឆ្លោះតតាំងក្តីគ្នារាប់10-20ឆ្នាំទេបាទហើយបច្ចុប្បន្ននេះនៅអាជ្ញាធរជាតិយើងបានទទួលពាក្យបណ្ដឹងក្នុងរយៈពេល2ឆ្នាំនេះបើលេខមូលជិត 2000 អញ្ចឹងរាល់ថ្ងៃនេះនៅអាជ្ញាធរជាតិទទួលសំណុំរឿងគ្រប់ខេត្តរាជធានីទាំងអស់ទូទាំងប្រទេសរួមទាំងខេត្តបៃលិនរបស់យើងផងបាទអញ្ចឹងបន្តិចទៀតទៅពេលខាងមុខពេលដែលយើងចុះ MU ហើយទីទៀតនឹងឃើញមន្ត្រីយើងខ្ញុំពាក់អាវខៀវនេះនឹងចុះមកធ្វើការចុះមកដោះស្រាយរឿងជូនប្រជាពលរដ្ឋបាទការបញ្ជូនពាក្យបណ្ដឹងមានផ្ទាល់ពីប្រជាពលរដ្ឋហើយយើងនឹងជជែកគ្នាជាមួយនឹងរដ្ឋបាលខេត្តពាក់ព័ន្ធនឹងការចុះ MOU ហើយពាក់ព័ន្ធនឹងនីតិវិធីនៃការបញ្ជូនសំណុំរឿងទៅអដកបាទទៅអដកទី1រដ្ឋបាលខេត្តក្រុងស្រុកឬក៏ឃុំសង្កាត់អាចបញ្ជូនសំណុំរឿងបាទតាមសំណុំពររបស់ប្រជាពលរដ្ឋឬក៏បើសិនជាខ្លួនយល់ឃើញថាសំណុំរឿងនេះស្មុគស្មាញបាទសំណុំរឿងនេះវាធំពិបាកដោះចឹងអាចស្នើទៅអាជ្ញាធរអដកយើងនឹងបញ្ជូនមន្ត្រីមកសហការធ្វើការជួយដោះស្រាយគ្នាបាទហើយសូមកុំគិតថាអដកមកទៅដើមសំណុំរឿងអស់លោកស្រីអត់ទេបាទគឺមកជួយបំពេញបន្ថែមបាទហើយសំខាន់បំផុតគឺជួយដោះស្រាយរឿងនៅតុលាការបាទរឿងនៅតុលាការរឿងខ្លះវាតូចតាចពេកមិនចាំបាច់ឲ្យតុលាការឈឺក្បាលរឿងឆ្លុះគ្នាដីមួយទឹកពីរទឹកបាទលុយតិចតួចជាចុងក្រោយនេះសូមគ្រប់ជូនពរឲ្យដំណាក់ធិបតីឲ្យលោកស្រីទាំងអស់បាទមានសុខភាពល្អនិងទទួលបាននូវពុទ្ធពរទាំង4ប្រការកំបីឃ្លៀតឲ្យសូមប្រកាសបើកពិធីផ្សព្វផ្សាយអំពីបេសកកម្មអាជ្ញាធរជាតិអដកចាប់ពីពេលនេះតទៅសូមគោរពអរគុណ